អ្នកទាំងអស់គ្នាមានអារម្មណ៍ថាហត់ឯការបាក់ទឹកចិត្តអ្នកទាំងអស់គ្នាអាចមើលវីដេអូមួយនេះបានខ្ញុំឈ្មោះសេនិចខ្ញុំជាអ្នកបង្កើតមាតិកាឬក៏អាចហៅថា content creator ជាច្រើនអ្នកដែលគាត់ស្គាល់ខ្ញុំគាត់តែងតែសរសើរខ្ញុំថាខ្ញុំជាមនុស្សស្រីដែលឯករាជ្យអាចរកលុយចិញ្ចឹមជីវិតខ្លួនឯងចង់ញ៉ាំអីទិញអីគឺធ្វើដោយខ្លួនឯងទាំងអស់ហួសតាំងពីតូចមកពេលដែលខ្ញុំចង់បានអីមួយគឺខ្ញុំត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯងនិយាយរួមទៅគឺជាមនុស្សដែលអាចមើលថែខ្លួនឯងបានហើយវីដេអូខ្ញុំភាគច្រើនគឺខ្ញុំតែងតែលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចេះស្រឡាញ់ខ្លួនឯងប៉ុន្តែអ្វីដែលនៅក្រោយពីហ្នឹងគឺខ្ញុំជួបប្រទះរឿងច្រើនហើយខ្ញុំក៏ได้បង្ហាញប្រាប់អ្នកទាំងអស់គ្នាដែរខ្ញុំបានបាត់បង់ឪពុកនៅឆ្នាំ2020ហើយក៏ជាលើកទី1ដែលខ្ញុំបានបាត់បង់មនុស្សដែលខ្ញុំស្រឡាញ់បំផុតអត់អាចឃើញមុខទៀតទេរយៈពេលដែលគាត់ឈឺមួយខែពេញហ្នឹងគឺខ្ញុំនៅមើលថែគាត់រហូតពេលថ្ងៃម៉ាក់ខ្ញុំអ្នកមើលយប់ឡើងគឺខ្ញុំអ្នកមើលគាត់ផ្ទាល់ខ្ញុំបានឃើញការឈឺចាប់គាត់ទាំងអស់អ្វីដែលគាត់បានឆ្លងកាត់ហ្នឹងគឺខ្ញុំឃើញនឹងភ្នែកមកឥឡូវរាល់ពេលខ្ញុំឃើញគេឈឺគឺខ្ញុំអួលក្នុងធូងមកហើយប្រហែលជា4ឆ្នាំមុនខ្ញុំក៏បានបាត់បង់ឆ្មាទី1របស់ខ្ញុំដែរគឺឈ្មោះកូជីរ៉ាគាត់មានជំងឺតពូជពីឪពុកម្ដាយរបស់គាត់ហើយខ្ញុំយកគាត់ទៅព្យាបាលនៅពេទ្យចាក់ថ្នាំរៀងរាល់ថ្ងៃខ្ទង់ប្រហែលជាមួយខែពេញខ្ញុំចាត់ទុកគាត់ដូចជាកូនរបស់ខ្ញុំអញ្ចឹងហើយខ្ញុំបានមើលថែគាត់រហូតដល់ទីបញ្ចប់មកសូម្បីតែម៉ៃឡូក៏មើលថែគាត់ដែរហើយ2ឆ្នាំមុនគឺខ្ញុំមានបញ្ហា stress ខ្ញុំឡើងគីឡូខ្លាំងមែនតើដល់64គីឡូពេលហ្នឹងបូកផ្សំខ្ញុំជួបរឿងខកចិត្តច្រើនមែនតើហើយខ្ញុំនៅម្នាក់ឯងទៀតចឹងខ្ញុំអត់ប្រាប់ណាគេទេខ្ញុំសំរហូតដល់ខ្ញុំមានជំងឺថប់បារម្ភឬក៏ anxiety ខ្ញុំមិនដែលដឹងថាខ្លួនឯងមានបញ្ហាហ្នឹងឯងសូម្បីតែមិត្តភក្តិអ្នកផ្ទះក៏ដោយរហូតដល់ថ្ងៃមួយគឺខ្ញុំ search ក្នុងពេលដែលខ្ញុំកំពុងតែបើកឡានម្នាក់ឯងទៅផ្ទះគឺខ្ញុំចូលសង្គ្រោះបន្ទាន់ហ្មងខ្ញុំហៅគេឲ្យជួយខ្ញុំហ្មងអារម្មណ៍ពេលហ្នឹងគឺខ្ញុំគិតថាខ្លួនឯងកំពុងតែចង់ផុតបាត់ហើយវាពិបាកខ្លាំងមែនតើដែលខ្ញុំមិនដឹងថាត្រូវនិយាយបែបម៉េចបន្ទាប់ពីផ្លូវចិត្តខ្ញុំធ្លាក់មកដល់ចង់សូន្យហើយគឺខ្ញុំជួបប្រទះនៅរឿងបន្តទៀតគឺមនុស្សដែលខ្ញុំស្រឡាញ់ហ្មងគេបានបោះបង់ខ្ញុំចោលមនុស្សម្នាក់ដែលខ្ញុំគិតថាខ្ញុំអាចចំណាយពេលមួយជីវិតជាមួយគាត់បានគឺគាត់បានទៅចោលខ្ញុំចាំថាពេលមួយពេលដែលខ្ញុំកំពុងតែធ្វើការនៅខុនដូម្នាក់ឯងដល់ម៉ោង2យប់ខ្ញុំគិតថាដោយសារតែពេលហ្នឹងខ្ញុំបខំខ្លួនឯងធ្វើការពេកខ្ញុំឈរយូរផងហើយខ្ញុំថតម្នាក់ឯងម្នាក់ឯងទាំងអស់ពេលហ្នឹង anxiety ខ្ញុំក៏ hit ខ្ញុំម្ដងទៀតហើយខ្ញុំពិបាកខ្លាំងមែនតើពេលហ្នឹងខ្ញុំខ្លាចមែនតើហ្មងខ្ញុំខ្លាចខ្ញុំលែងបានជួបមុខណាគេទាំងអស់សម័យមើលខ្ញុំ call ទៅគេអត់លើកខ្ញុំក៏បាន call ទៅម៉ាក់ខ្ញុំដែរតែសារយប់ពេកគាត់សម្រានបាត់ក៏អត់បានលើកហើយនេះក៏ជាមូលហេតុដែលខ្ញុំត្រឡប់មកនៅផ្ទះវិញដែរព្រោះខ្ញុំអត់អាចនៅម្នាក់ឯងទៀតបានខ្ញុំមិនអាចបើកឡានបានខ្ញុំមិនអាចនៅម្នាក់ឯងបានហើយជំងឺថប់អារម្មណ៍មួយនេះគឺធ្វើឲ្យខ្ញុំភ័យខ្លាចហ្មងសឹងតែ24ម៉ោងមួយខែទល់មួយខែគឺពិបាកខ្លាំងមែនតើតែខ្ញុំទៅសារខ្លួនឯងថាដល់ដំណាក់កាលមួយដែលខ្ញុំអត់ចុះចាញ់សោះហ្មងគឺខ្ញុំងើបមកវិញខ្ញុំព្យាយាមហាត់ប្រាណអានសៀវភៅធ្វើទម្លាប់ល្អជាប្រចាំថ្ងៃរៀនដឹងគុណស្ដាប់ធម៌សមាធិចំណាយពេលជាមួយនឹងធម្មជាតិក៏ដូចជាចំណាយពេលជាមួយគ្រួសារបន្ទាប់ពីនឹងទៀតខ្ញុំក៏បាត់បង់ឆ្កែដែលខ្ញុំស្រឡាញ់ជាងគេដែរខ្ញុំរស់នៅជាមួយគាត់តាំងពីក្មេងហ្មងហើយគាត់ឈឺដូចគ្នាឈឺរយៈពេល7 ខែដូចគ្នាខ្ញុំយកគាត់ទៅពេទ្យហើយខ្ញុំនៅមើលថែគាត់រហូតដល់ថ្ងៃគាត់ផុតហ្មងពេលខ្លះអ្នកនរខ្ញុំឆ្ងល់ខ្លួនឯងហេតុអីបានរបស់ដែលខ្ញុំស្រឡាញ់វាតែងតែត្រូវបាត់បង់ហើយរាល់ថ្ងៃនេះគឺខ្ញុំប្រសើរច្រើនមែនតើអ្នកនរគ្នាអញ្ចឹងខ្ញុំតែងតែធ្វើវីដេអូលើកទឹកចិត្តអ្នកនរគ្នាឲ្យចេះស្រឡាញ់ខ្លួនឯងគ្រប់វីដេអូដែលខ្ញុំធ្វើទាំងអស់គឺសុទ្ធតែជាអ្វីដែលខ្ញុំបានឆ្លងកាត់ផ្ទាល់បានខ្ញុំធ្វើវាចេញមកបានអ្វីដែលធ្វើឲ្យខ្ញុំប្រសើរជាងមុនសប្បាយចិត្តជាងមុនគឺខ្ញុំតែងតែចែករំលែកទាំងអស់ហើយបច្ចុប្បន្ននេះគឺខ្ញុំរស់នៅម្នាក់ឯងខ្ញុំអត់មានស្នេហាមានសង្សារអីទេបើសួរខ្ញុំថាឯកាអត់ខ្ញុំឯកាអ្នកនរគ្នាខ្ញុំក៏ចង់មានមនុស្សម្នាក់ដែលយល់ពីខ្ញុំដែរគឺខ្ញុំចង់បានខ្លាំងមកខ្ញុំចង់បង្កើតគ្រួសារមួយដែលមានសុភមង្គលដូចគេដូចឯងដែរព្រោះខ្ញុំដល់អាយុមួយដែលអ្នកផ្ទះខ្ញុំគឺគាត់ចង់ឲ្យខ្ញុំមានប្តីប៉ុន្តែដោយសារតែបទពិសោធន៍ជីវិតខ្ញុំរៀងច្រើនដែរចឹងខ្ញុំរៀងប្រយ័ត្នមែនតើព្រោះផ្លូវចិត្តខ្ញុំវាទន់ណាស់អ្នកនរគ្នាខ្ញុំមិនអាចប៉ះពាល់ផ្លូវចិត្តបានទៀតទេចឹងបើសិនជាមានស្នេហាហើយអត់សមប្រកបធ្វើឲ្យខ្ញុំពិបាកចិត្តអីទៅដែរគឺខ្ញុំសុខចិត្តនៅម្នាក់ឯងវិញហើយបើសិនជាម៉ាក់ខ្ញុំបងខ្ញុំបានមើលវីដេអូនេះខ្ញុំចង់ប្រាប់គាត់ថាកូនស្រីម្នាក់នេះក៏ចង់មានគ្រួសារឲ្យម៉ាក់ឲ្យយាយមើលដែរប៉ុន្តែសូមឲ្យម៉ាក់ក៏ដូចជាបងឲ្យយល់ដែរថាបច្ចុប្បន្ននេះកូនប្អូនអត់ទាន់មានសំណាងនឹងមានគ្រួសារដូចគេទេប៉ុន្តែក៏មិនមានន័យថាថ្ងៃអនាគតខ្ញុំនៅ single ទៀតដែរការរៀបការយឺតក៏មិនមានន័យថាអាក្រក់ដែរជួនកាលខ្ញុំអាចរកបានមនុស្សផលដែលល្អមើលថែខ្ញុំដល់ចាស់សក់ស្កើក៏ថាបានហើយជាចុងក្រោយខ្ញុំចង់និយាយទៅខាងអ្នកទាំងអស់គ្នាថា
អ្នកទាំងអស់គ្នាអត់អីទេប្រហែលឥឡូវអ្នកកំពុងតែពិបាកចិត្តប៉ុន្តែថ្ងៃក្រោយអ្នកទាំងអស់គ្នាក៏អាចសប្បាយចិត្តវិញដែរកុំដាក់សម្ពាធលើខ្លួនឯងពេកឬនៅអ្នកទាំងអស់គ្នាបានខិតខំប្រឹងប្រែងធ្វើបានល្អហើយប្រហែលឥឡូវអ្នកទាំងអស់គ្នាកំពុងតែមានអារម្មណ៍ថាហត់ចង់បោះបង់ចោលតែអ្នកទាំងអស់គ្នាត្រូវដឹងអ្នកទាំងអស់គ្នាខ្លាំងជាងនឹងទៀតស្ដាប់ខ្ញុំហើយជឿលើខ្ញុំអ្នកទាំងអស់គ្នានឹងមិនអីទេហើយបើសិនជាឥឡូវនេះអ្នកទាំងអស់គ្នាមានអារម្មណ៍តឹងធូរចង់យំអីយំទៅអត់អីទេយំហើយជូតទឹកភ្នែកចេញអ្នកទាំងអស់គ្នាគ្រាន់តែហត់ទេប៉ុន្តែអ្នកទាំងអស់គ្នាអត់ទន់ខ្សោយទេដកដង្ហើមឲ្យវែងយឺតYou going to be okay ខ្ញុំក៏ចង់រំលឹកអ្នកទាំងអស់គ្នាដែរថាអ្វីអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាធ្វើអត់បានតែអ្នកទាំងអស់គ្នាអាចឆ្លងផុតបានហើយអ្នកទាំងអស់គ្នាអាចយំម្នាក់ឯងនៅក្នុងបន្ទប់តែអត់មានអ្នកគេដឹងថាការឈឺចាប់អ្នកទាំងអស់គ្នាប៉ុណ្ណាអ្នកទាំងអស់គ្នាអាចញញឹមដាក់អ្នកដទៃបើទោះបីជាក្នុងធូងយើងមានបន្ទុកធំប៉ុណ្ណាក៏ដោយអញ្ចឹងមកពេលមុនយើងធ្វើអញ្ចឹងបានឥឡូវក៏យើងអាចធ្វើបានដែរខ្ញុំយល់ពីអារម្មណ៍នឹងច្បាស់មែនតើ I love you okay ដើរទៅមុខបន្តទៀតជាមួយគ្នាអ្នកបកែអ្នកស្អាតអ្នកឆ្លាតអ្នកទាំងអស់គ្នាស័ក្តិសមនឹងទទួលបានអ្វីល្អទៀតនៅថ្ងៃខាងមុខចឹងកុំចោះចាញ់ណាខ្ញុំជឿជាក់លើអ្នកទាំងអស់គ្នាចឹងអ្នកទាំងអស់គ្នាក៏ត្រូវជឿជាក់លើខ្លួនឯងដែរវីដេអូនេះខ្ញុំធ្វើឡើងសម្រាប់អ្នកទាំងអស់គ្នាហើយមនុស្សម្នាក់ទៀតដែលខ្ញុំចង់ធ្វើវីដេអូនេះឲ្យគឺខ្លួនខ្ញុំផ្ទាល់ព្រោះពេលដែលខ្ញុំមានអារម្មណ៍ថាអត់សប្បាយចិត្តចង់បោះបង់អីមួយខ្ញុំនឹងក៏លេចមកមើលវីដេអូនេះម្ដងទៀតអរគុណសេនិចដែលបោះបង់ចោលខ្លួនឯង